សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំលើកយកមូលហេតុនៃដំណើរកាពះនៅក្នុងប្រទេសកម្ពុជាយើងពីច្រើនអ្នកជឿកាពះមានច្រើនដូចនេះហើយហានិភ័យនៃដំណើរកាពះវាមានច្រើនដែរតើមូលហេតុនៃដំណើរកាពះនោះវាមានអីខ្លះទីមួយគឺមេរោគ Helicobacter pylori ដែលមេរោគនេះវាបង្កតែនៅក្នុងកាពះទេដែលធ្វើឲ្យលាកស្រទាប់កាពះយូរទៅអាចធ្វើឲ្យដំណើរកាពះឬក៏ធ្លាយកាពះជាដើមមួយទៀតតើតើនឹងការប្រើប្រាស់ថ្នាំជាប្រចាំគឺការប្រើប្រាស់ថ្នាំរលាកប្រឆាំងនឹងការលាកជាប្រចាំព្រោះនៅស្រុកខ្មែរយើងអាចនឹងទិញថ្នាំប្រភេទការជិះចាប់នេះបានដោយសេរីដូច្នេះបញ្ហារឿងដំណើរកាពះវាអាចឲ្យមានគ្រោះថ្នាក់ដល់សុខភាពឬក៏ធ្លាយកាពះជាដើមហ្នឹងគឺញឹកញាប់ណាស់ដោយសារការប្រើថ្នាំប្រឆាំងនឹងការលាកឬក៏គេហៅប្រឆាំងនឹងការជិះចាប់ហ្នឹងមួយទៀតការជក់បារីជាញឹកញាប់យើងឬក៏យូរអង្វែងជក់បារីយូរទៅអាចធ្វើឲ្យលាកស្រទាប់កាពះឬក៏គាត់ញ៉ាំច្រើនឆ្នាំទៅធ្វើឲ្យដំណើរកាពះជាដើមហើយមួយទៀតការប្រើគ្រឿងស្រវឹងដែលធ្វើឲ្យលាកស្រទាប់កាពះដែរដូចជាគ្រឿងស្រវឹងអញ្ចឹងនៅក្នុងគ្រឿងស្រវឹងបងប្អូនដឹងហើយព្រោះមានស្រាមានលាព្រោះគ្រឿងស្រវឹងហ្នឹងវាធ្វើឲ្យលាកស្រទាប់កាពះហើយធ្វើឲ្យរ៉ាំរ៉ៃយូរទៅអាចនឹងឲ្យដំណើរកាពះដែរមួយទៀតការបញ្ចេញអាស៊ីតកាពះច្រើនពេកតែចេញជាតិអាស៊ីតច្រើនពេកដោយសារអីការបញ្ចេញអាស៊ីតច្រើនពេកទាក់ទងជាមួយនឹងការគេងមិនលក់ឬក៏ការគិតច្រើនណាការគិតច្រើនឬក៏ការដែលមានអឺហូបអាហារដែលមានជាតិកាហ្វេអ៊ីនក៏អីហ្នឹងឬក៏ញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនហ្នឹងក៏អាចឲ្យអាស៊ីតកាពះចេញច្រើនដែរហើយមួយទៀតទាក់ទងជាមួយរបបអាហារដែលមិនល្អរបបអាហាររបស់បង្កើនការផលិតអាស៊ីតហឹតច្រើនអញ្ចឹងរបបអាហារហ្នឹងគឺដូចជាអាហារដែលហឹរអាហារដែលនិយាយទៅអាហារមិនល្អទាក់ទងជាមួយនឹងអាហារដែលកែច្នៃដូច hamburger ដូច hot dog អីហ្នឹងឬក៏អាហារដែលមានជាតិខ្លាញ់ប្រពងហ្នឹងក៏ជាអាហារដែលមិនល្អដែរអញ្ចឹងអាហារដែលកែច្នៃនឹងច្រើនយើងហូបនឹងច្រើនវាក្រលាយហើយវាបង្កើតឲ្យមានបង្កើតអាស៊ីតឡើងខ្លាំងដែរបង្កើតអាស៊ីតហឹតខ្លាំងនៅក្នុងកាពះយើងព្រោះអាហារហ្នឹងវាក្រលាយអញ្ចឹងអាស៊ីតកាពះរត់ទៅបញ្ចេញច្រើនដើម្បីឲ្យអាហារហ្នឹងវាផុយឬក៏រលាយនេះបង្កើតច្រើនទៅធ្វើឲ្យលាកស្រទាប់កាពះហើយអាចដល់ឈានដល់ដំណើរកាពះជាដើមមួយទៀតតើតើមួយភាពតានតឹងរបស់គាត់នឹងដូចគេហៅ stress ហ្នឹងជាដើមនឹងតានតឹងរបស់គាត់មូលហេតុជួនកាលអាចនឹងរឿងអីមួយឬក៏គាត់ឈឺរ៉ាំរ៉ៃពេកគាត់ stress គាត់តានតឹងនៅគេនៅក្នុងពេទ្យយូរឬក៏និយាយទៅរាល់ដែលគាត់តានតឹងឬក៏ stress នឹងច្រើនមួយរឿងអីនៅក្នុងគ្រួសារឬរឿងបញ្ហាសង្គមអីផ្សេងៗហ្នឹងការធ្វើឲ្យគាត់មានអារម្មណ៍មួយតានតឹងអារម្មណ៍តានតឹងហ្នឹងទាក់ទងជាមួយការគិតច្រើននឹងដែរឬក៏មានបញ្ហាផ្លូវចិត្តជាដើមអញ្ចឹងអាចធ្វើឲ្យគាត់បញ្ចេញអាស៊ីតកាពះច្រើនធ្វើឲ្យលាកកាពះអញ្ចឹងធ្វើឲ្យគាត់ដង្ហើមកាពះដែរពេលណាយើងគេងនឹងច្រើនឬក៏ឧទាហរណ៍ពីច្រើនអ្នកជំងឺដែលគាត់មានអាយុច្រើនគាត់មានជំងឺអីនៅក្នុងខ្លួនគាត់រ៉ាំរ៉ៃគាត់នឹងគិតច្រើនឬក៏គាត់ការគេងសម្រាប់នៅពេលយូរពួកគាត់ធ្វើឲ្យគាត់ stress ក៏ចេញជាអាស៊ីតច្រើនដែរអញ្ចឹងធ្វើឲ្យដង្ហើមកាពះជាដើមដូច្នេះរាល់មូលហេតុដែលធ្វើឲ្យដង្ហើមកាពះនេះយើងបានតាក់ទងជាមួយដើម្បីឲ្យសុខភាពល្អនោះយើងត្រូវការពារកុំឲ្យយើង stress យើងកុំឲ្យយើងឆ្លងរោគកុំប្រើប្រាស់ថ្នាំប្រឆាំងនឹងការលាកច្រើនពេកឬជក់បារីគ្រឿងស្រវឹងឬអាហារដែលមិនល្អហ្នឹងអញ្ចឹងបើបងប្អូនអាចជៀសវាងរកបញ្ហាមូលហេតុដែលខ្ញុំយកប្រខាងលើនេះជៀសវាងបានយើងនឹងមានសុខភាពល្អយើងអត់មានហានិភ័យធ្វើឲ្យដំណើរកាពះទេបើមានបងប្អូនមានអាការៈដូចខាងលើសូមបងប្អូនប្រញាប់ទៅមន្ទីរពេទ្យឬក៏ទៅជួបនឹងបច្ចេកវិទ្យាដែលឲ្យបានពិនិត្យឲ្យបានត្រឹមត្រូវកុំឲ្យការគោះពេកសូមអរគុណ